បាទកូនគឺជាទ្រព្យកូនគឺជាកម្លាំងចិត្តអញ្ចឹងបាទត្រូវតែនាំគ្នាចំណាយពេលវេលាឲ្យបានច្រើនសម្រាប់កូនបាទនាំគ្នាចិញ្ចឹមកូនឲ្យបានល្អទៅបាទកូននឹងក្លាយទៅជាទ្រព្យបាទសម្រាប់ឪពុកម្ដាយគ្រប់គ្នាទៅអនាគតបាទកូននៅពេលដែលនៅក្មេងគឺត្រូវការពេលវេលាយើងច្រើនបាទទាំងអស់គ្នាត្រូវធ្វើបែបណាបដិសទម្លាប់ល្អដើម្បីឲ្យគាត់រៀនតាមបាទហើយកូនទៅពេលធំឡើងទៅក្លាយទៅជាទ្រព្យគាត់អាចរកចំណូលសម្រាប់គ្រួសារបានកាន់តែច្រើនណាគ្រួសារយើងកាន់តែធូរធារហើយមួយទៀតពេលដែលយើងកំពុងចិញ្ចឹមកូនហ្នឹងកូនគឺជាកម្លាំងចិត្តយើងមកធ្វើការ stress យើងជួបបញ្ហាច្រើនពេលទៅដល់កូនញញឹមដាក់កូនខ្លាយទៅជាកម្លាំងចិត្តដែលជំរុញឲ្យយើងទាំងអស់គ្នាខំប្រឹងរកចំណូលបានកាន់តែច្រើនបាទហើយថ្ងៃនេះបាទនាំទាំងអស់គ្នាមកមើលទម្លាប់ធំ3ដែលឪពុកម្ដាយនិយាយរួមគ្រប់គ្នាទាំងខ្ញុំទាំងអ្នកទាំងអស់គ្នាត្រូវតែនាំគ្នាបដោះឲ្យចេញបាទយកទម្លាប់នោះគឺសម្រាប់ជាគំរូទៅដល់កូនអ្នកទាំងអស់គ្នាបាទនៅរយៈជំនាញរូបមន្តនៅក្រៅថៃ5ប្រភេទ